ឡូវនេះយើងចូលមកដល់មេរៀនទី2ចំណុចទី2គឺនៅត្រង់កន្លែងនេះត្រូវលុបតំណែងដើម្បីគណនាកន្លែងនេះគឺប្រើរូបមន្ត sum if ជាមួយកន្លែង note ត្រង់នេះត្រូវលុបនឹងចុះទៅត្រង់នេះគឺ total customerនេះគឺជារូបមន្ត total customer គឺស្មើនឹង sum if ពីមុនយើងបានសិក្សាហើយរូបមន្ត sum ដែលគឺយើងចូលរូបមន្ត sum if ស្មើនឹង b5 ដល់ b11 យើងក្បៀស1ហើយ b20 b20 ពី g5 ដល់ g11 ដល់មើលរួចទៅជាងមុននឹងអ្វីរូបមន្តចូលយើងត្រូវវិសាស្មើយើងបែរជាថា sum if ទៅមកក្នុងកញ្ចក់រួចហើយយើងចុចទៅលើ b5 ដល់ b6 ហើយចុចសញ្ញាក្បៀស1យើងចុចកន្លែង b20 ហើយចុចក្បៀស1ទៀតយើងចុចពី g5 ដល់ g16 ហើយ enter ត្រង់កន្លែងនេះគឺអត់មានឈ្មោះទេពីមុនគឺយើងឈ្មោះនេះគឺត្រូវបានសរសេរមកតាមក្រោយទេប៉ុន្តែគឺយើងមិនសរសេរមុនឧទាហរណ៍ឈ្មោះទាំងនេះគឺមិនត្រូវបានលុបចេញជាមិនត្រូវដាក់វាទេនៅត្រង់កន្លែងនេះយើងរំតែមានតំណែងបែបនេះហើយចាប់ដើមមកទៀតយើងប្រើគណនាលេខស្មើ sum if បងចោលអូចាប់ពី b5 ដល់ b11 b1 ហើយ b20 ក្បៀស1ទៀតយើងចុចពី g5 ដល់ g16 ហើយយើង enter ទៅមកយើងអូវាដល់ទីនេះបែបនេះពេលនោះយើងនឹងឃើញនៅក្នុងត្រង់កន្លែងលេខ$00ទាំងអស់ត្រង់កន្លែង$00នេះគឺវាចេញមកដោយយើង format វាទៅជាដុល្លារបើសិនជាកន្លែងនេះយើងសិក្សាមកយើងយក general វានឹងមានត្រឹមតែ01ទេបើសិនយើងយកទៅជា currency វានឹងចេញដុល្លារឲ្យចេញដុល្លារថាទីយើង format វាទៅជា currency គឺចេញទៅជាដុល្លារមួយយើងអាចចុចកន្លែងនេះក៏បានយើងចេញឲ្យបែបនេះតែបើសិនជាយើងឧទាហរណ៍ copy ឈ្មោះនេះមកដាក់កន្លែងនេះឈ្មោះគឺត្រូវដូចឲ្យទៅនឹងតារាងនៅខាងលើថយយើងនៅក្នុងតារាងនេះគឺមានឈ្មោះសំសុធាតនេះ1ហើយតនេះ1គឺមានឈ្មោះ2នេះថាអតិថិជននេះបានមកទិញផលិតផលដំបូងគឺទិញ ABC 15កេសហើយលើកក្រោយទិញអានឆៅ62កេសទៀតវាសរុបទាំងអស់កន្លែងនេះគឺអស់$10984 ចំណែកឯនៅថ្ងៃដំបូងនៅថ្ងៃទី15ខែ11ខែ11ឆ្នាំ2011គឺបានទិញ ABC 15កេសអស់ចំនួន$255សរុបមកគិតទិញ
អតិថិជនតែមួយនឹងត្រូវបានទិញផលិតផលពីលើហើយសម្រាប់ឥឡូវយើងឲ្យឈ្មោះកាត់ចូលដូចចង់ដឹងហើយយើងចង់សរុបទៅឈ្មោះកាត់មានន័យថា total customer អតិថិជនតែមួយនឹងតែមកទិញផលិតផលរបស់យើងរាល់អស់ប៉ុណ្ណាហើយយើង copy ដាក់ពេលហ្នឹងវានឹងចេញតម្លៃឲ្យហើយមើលគឺស្មើនឹងនេះថ្ងៃទី1ថ្ងៃទី1អស់ចំនួនណាហើយបូកនឹងតែលើកទី2អស់ប៉ុណ្ណាគឺស្មើនឹងចំនួនប៉ុណ្ណាទឹកមកយើងក៏ឲ្យឈ្មោះក្របន្តទៀតឲ្យឈ្មោះ D Danet មើលពាក្យ D Danet D Danet គឺមានពីរដូចគ្នាទិញក្នុងថ្ងៃទី1នៅកន្លែងនេះទិញថៃកើ61កាសមកក្រោយទិញក្រន91កាសចំណុច12ដុល្លារសម្រាប់ក្រនហើយកើ16ដុល្លារសរុបមកក្រោនអស់មក1152ហើយថៃកើអស់971តែសរុបអតិថិជនទិញអស់ប៉ុន្មានពីមុខនេះហើយយើងវាយឈ្មោះក្នុងកន្លែងនេះហើយដូចគ្នាសធំដូចគ្នាពីដល់ណាយើងថាមួយវានឹងចេញឲ្យគឺអស់ប៉ុណ្ណាតែមកកន្លែងនេះគឺឈ្មោះថា Tiffany វាយសដូច Tiffany គឺទិញអស់ចំនួនប៉ុណ្ណាទិញតាមលើកហើយទៅមកថាខេនជេងលីជេងឡៃហើយជេងឡៃគឺវាទិញអស់ប៉ុណ្ណាចំណែកកន្លែងនេះគឺយើង total ទៅជារៀលយើងដឹងហើយគឺដូរទៅជា$2ទៅវីខ្មែរស្មើប៉ុណ្ណាដូច្នេះយើងត្រង់កន្លែងនេះយើងអាចគណនាដោយប្រើមានពីររបៀបឬក៏ច្រើនរបៀបតែខ្ញុំប្រាប់ម្ដងយើងអាចនឹងគណនាដោយសញ្ញាស្មើចូលស្មើត្រង់តម្លៃនេះគុណសាស្ត្រលេខ8គុណនឹង4000គឺស្មើដូចគ្នាសរុបមកបើគិតទៅជារៀលគឺស្មើចំនួនប៉ុណ្ណាគឺស្មើនឹង2.0សែនលាន8លាន836,000ក្នុងតម្លៃ2290ស្មើនឹង8លានជាងហើយគឺយើងអាចបូកបានប៉ុន្តែនេះគឺយើងអាចថាដោយសញ្ញាស្មើឧទាហរណ៍យើងដាក់ចំនួន exchange មានន័យថាតម្លៃយើងត្រូវដូរ4000ឬមកក៏4100ឬមកក៏4000 10កាក់4010កាក់ក្នុង$1ដូច្នេះយើងត្រូវយកចំនួន$1គុណក្នុងនេះនឹងចេញជាតម្លៃក្នុងលុយខ្មែរប៉ុណ្ណោះធ្វើវិធីនេះទៅស្មើក្នុង$1សរុបគុណនឹងតម្លៃលុយខ្មែរក្នុង$1សរុបទៅយើងឃើញហើយសំដៅចុចនេះហើយចុចស្នាគុណ48ហើយយើងចុចនេះ enter គឺនឹងចេញដូចគ្នាហើយយើងអាចអូយបានដូចគ្នានេះគឺខុសសាយយើងបានយើងទៅចុច form នៅចងនេះយើងថាតែមកយើងអាចអូនបានបែបនេះអូនេះគឺវាខុសមិនត្រូវទាំងអស់ទេមិនបាញ់នៃស្រួលមានតែវិធីនេះទៅនោះយើងលុបអានេះចេញតែយើងចេញទំនេរនឹងត្រូវបានបាត់
là small lại nhé là con buôn con phải cập tới cho được các bạn muốn cứ small cái này thấy đã xin bộ tôi biết nó không tin các bạn ok đặt mình nhớ chọn